រីសុដន់នេះគឺជាជំងឺមួយដ៏កាចសាហាវហើយវា affect ស្ត្រីច្រើនមែនទែនហើយអត្រាមរណៈក៏ច្រើនដែរអញ្ចឹងជាជំងឺមហារីកទី1នៅលើស្ត្រីហើយជំងឺមហារីកសុដន់គឺវាកើតឡើងនៅពេលដែលមានកោសិការបស់ក្រពេញដោះរបស់យើងហ្នឹងគឺមានភាពប្រែប្រួលហើយវាធ្វើឲ្យការលូតលាស់របស់វាហ្នឹងគឺលែងនៅក្រោមការ control របស់ខ្លួនយើងទៀតហើយដែលជាទូទៅខ្លួនយើងមានគេហៅថា auto regulation បើន័យថាបើសិនជាហួសពីដែននៃការគ្រប់គ្រងរបស់ខ្លួនយើងគឺបានយើងប្រើពាក្យថាមហារីកអញ្ចឹងអ្នកណាខ្លះដែលប្រឈមជាមួយនឹងការកើតមហារីកសុដន់អញ្ចឹងយើងអាចចែកជាពីរកត្តាប្រឈមដែលយើងអាចកែប្រែបាននិងកត្តាប្រឈមដែលយើងមិនអាចកែប្រែបានអញ្ចឹងកត្តាប្រឈមដែលយើងមិនអាចកែប្រែបានមានអីខ្លះទី1គឺភេទជាស្ត្រីឆ្ងល់តែមែនទេថាហេតុនេះបាននិយាយថាភេទស្ត្រីវាពុំហេតុទេសុដន់ប្រកាសជាស្ត្រីហើយប៉ុន្តែយើងត្រូវដឹងថា0.5%ទៅ 1%តាមរយៈរបាយការណ៍របស់អង្គការសុខភាពពិភពលោកគឺ 0.5 ទៅ 1% កើតនៅលើបុរសអញ្ចឹងមិនមែនមហារីកសុដន់កើតតែលើស្ត្រីទេបុរសក៏អាចកើតដែរអញ្ចឹងកត្តាទី1ដែលប្រឈមហើយទី2នេះគឺតាក់ទងជាមួយនឹងអាយុអញ្ចឹងកត្តាដែលឲ្យប្រឈមជាមួយនឹងមហារីកសុដន់គឺនៅពេលដែលគាត់អាយុកាន់តែមានវ័យកាន់តែចាស់ហើយមួយទៀតនោះគឺតាក់ទងជាមួយនឹងវត្តគ្រួសារដែលកើតមហារីកសុដន់អញ្ចឹងបានន័យថាបើសិនជាគាត់ម្ដាយរបស់គាត់ឬក៏បងប្អូនស្រីរបស់គាត់ឬក៏កូនដែលមានជំងឺមហារីកសុដន់គឺគាត់ប្រឈមមុខខ្ពស់ទៅលើការកើតមហារីកសុដន់ហើយចំណុចមួយទៀតនេះតាក់ទងជាមួយនឹងកត្តាបន្តពូជកត្តាបន្តពូជនោះមានដូចជាស្ត្រីដែលមានរដូវលើកទី1មានអាយុក្មេងពេកគឺគេចាប់ពីអាយុ12ក្រោម12ឆ្នាំហើយនៅពេលដែលគាត់អស់រដូវស្ត្រីដែលអស់រដូវនៅអាយុចាស់ពេកនឹងទៅយកពីអាយុ55ឆ្នាំឡើងទៅអានឹងហៅ reproductive history របស់កត្តាប្រឈមមួយដែរហើយមួយទៀតនឹងតាក់ទងទៅនឹងការបម្រែបម្រួលនៅប្រព័ន្ធ gen បានន័យថា gen ដែលគេជួបចំណុចជាងគេនោះគឺ BRCA1 និង BRCA2 អ្នកដែលមាន gen បម្រែបម្រួល gen មួយហ្នឹងពីរមុខហ្នឹងគឺប្រឈមជាមួយនឹងការកើតមហារីកសុដន់ហើយមួយទៀតហ្នឹងគឺតាក់ទងជាមួយនឹងការប្រើប្រាស់ radiation therapy មួយចំនួនដែលគាត់ព្យាបាលដោយប្រើវិទ្យុសកម្មទៅលើទ្រូងឬក៏ទៅលើដោះរបស់គាត់អញ្ចឹងគាត់ក៏ប្រឈមជាមួយនឹងការកើតមហារីកសុដន់ដែរហើយចំណុចធំមួយទៀតគឺកត្តាប្រឈមដែលយើងអាចកែប្រែបានអញ្ចឹងជាពិសេសគឺតាក់ទងជាមួយនឹង lifestyle របស់គាត់ជាស្ត្រីដែលមិនសូវចូលចិត្តហាត់ប្រាណគាត់ចូលចិត្តពិសាសារ៉ាគាត់ចូលចិត្តគាត់ជាមនុស្សធាត់ការជំនួសធាត់ឬក៏គាត់ជាមនុស្សជក់បារីឬក៏ស្ត្រីដែលមានកូនលើកទី1នៅអាយុចាស់ពេកលើកពី30ឆ្នាំទៅហើយនឹងស្ត្រីដែលមិនដែលបានដោះកូនសោះនឹងក៏ប្រឈមជាមួយនឹងការកើតមហារីកសុដន់ដែរបន្ទាប់ទៀតហ្នឹងគឺយើងនិយាយពីរោគសញ្ញាអីគេខ្លះដែលយើងអាចសង្ស័យថាយើងអាចមានជំងឺមហារីកសុដន់អញ្ចឹងទី1គឺការប្រែប្រួលទៅលើទំហំនៃសុដន់របស់គាត់អាចជាការរីកធំនៅតំបន់ណាមួយឬក៏សុដន់ទាំងមូលទី2នេះគឺការឡើងយើងស្ទាបទៅមានប៉ះដុំរឹមមួយនៅខាងក្រោមស្បែករបស់យើងដែលដុំរឹមហ្នឹងគឺវាមានលក្ខណៈស្អិតវាអត់កលិចនៅក្រោមស្បែករបស់យើងទេហើយមួយទៀតហ្នឹងគឺការប្រែប្រួលទៅលើស្បែករបស់យើងនៅតំបន់ដែលមានដុំវាអាចជាឡើងក្រាស់ឬក៏មានរោគសញ្ញាដូចជាសម្បកក្រូចលើផ្ទៃស្ដង់របស់គាត់ហើយមួយទៀតហ្នឹងគឺតាក់ទងជាមួយនឹងការហូរទៅចេញតាមនៅក្បាលដោះនៅទឹករំហៃផ្សេងឧទាហរណ៍ដូចជាមានឈាមទឹករំហៃឬក៏អីដែលប្លែកពីធម្មតាហើយមួយទៀតនេះគឺការឈឺចាប់ចាអញ្ចឹងរាល់ស្ត្រីដែលគាត់មានសញ្ញានឹងរោគសញ្ញាបែបលក្ខណៈដោយដែលអ្នកគ្រូបានមានប្រសាសន៍ខាងលើហ្នឹងគឺបញ្ញាប់មកជួបគ្រូពេទ្យជាបន្ទាន់ដើម្បីពិនិត្យហើយនឹងធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវចាត្រូវហើយបើសិនជាគាត់សង្ស័យថា